កងទ័ពអាកាសថៃបានបន្តនៅការប្រើប្រាស់នៅយន្តហោះចម្បាំង S16 ទម្លាក់ក៏បែកផ្ដាច់ស្ពានអូជីកនៃស្រុកចុងកើខេត្តឧត្តរមានជ័យដែលជាស្ពានមួយជាប់ព្រំប្រទល់នៅស្រុកស្រីស្នំខេត្តសៀមរាបតែម្ដងសកម្មភាពរបស់ក្រុមយោធាថៃនៅពេលនេះសូមឲ្យអន្តរជាតិមេត្តាជួយធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីបញ្ឈប់បេក្ខតាឈ្លានពានរបស់ប្រទេសថៃចូលទឹកដីនៃប្រទេសកម្ពុជាក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់នៅព្រឹកថ្ងៃទី20ខែធ្នូនៅស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្ររវាងស្រុកចុងកើខេត្តឧត្តរមានជ័យនិងព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបក្រសួងការពារជាតិបានបញ្ជាក់ថានៅវេលាម៉ោង 10:58 នាទីយប់ថ្ងៃទី19ខែធ្នូឆ្នាំ2025កងទ័ពអាកាសរបស់ថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង S16 ទម្លាក់ក៏បែកផ្ដាច់ស្ពានអូជីកដែលស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកើខេត្តឧត្តរមានជ័យនិងព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបក្រសួងការពារជាតិចាត់ទុកសកម្មភាពខាងលើជាការវាយប្រហារដល់កម្រិតដោយមិនរើគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិបងប្អូនអរគ្នាគិតត្រឹមថ្ងៃទី20ខែធ្នូនេះមានរយៈពេល14ថ្ងៃហើយដែលយោធាថៃបានរំលោភបំពានចូលបូរណភាពទឹកដីនៃប្រទេសកម្ពុជារបស់យើងតាមគ្រប់រូបភាពទាំងអស់និងគ្រប់មធ្យោបាយអាវុធតែម្ដងសូម្បីតែយន្តហោះចម្បាំង S16 ផ្សែងពុលគ្រាប់បែកចង្កោមកំភ្លើងធំគ្រប់ធំទាំងអស់បានបើកការវាយប្រហារដោយមិនរើសគោលដៅនោះទេតាមច្បាប់សង្គ្រាមគេវាយប្រហារតែលើមូលដ្ឋានរបស់កងទ័ពតែប៉ុណ្ណោះប៉ុន្តែក្រុមយោធាថៃបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាពិសេសស្ពានទីប្រជុំជនសាលារៀនប្រាង្គប្រាសាទដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរជាទីបំផុតមកលើបូរណភាពទឹកដីនៃប្រទេសកម្ពុជារបស់យើងបើទោះបីជាយោធាថៃនៅតែបន្តឈ្លានពានបើកការវាយប្រហារទ្រង់ទ្រាយធំយ៉ាងណាមកលើកម្ពុជាយើងយ៉ាងណាក៏ដោយប៉ុន្តែកងកម្លាំងជួរមុខរបស់យើងនៅតែបន្តតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញជាទីបំផុតដោយមិនអនុញ្ញាតឲ្យក្រុមយោធាថៃធ្វើអ្វីតាមតែអំពើចិត្តនោះទេយោងតាមប្រភពព័ត៌មានផ្ទៃក្នុងពីខ្មែរសរិនដែលកំពុងតែស្ថិតនៅក្នុងជួរទាហានរបស់ថៃតែម្ដងអះអាងថាថៃបានស្លាប់ជាង 5000 នាក់និងរបួសជាង 10000 នាក់ហើយប៉ុន្តែថៃបានព្យាយាមនៅការលាក់បាំងព័ត៌មាននេះកុំឲ្យក្នុងជួរយោធារបស់ថៃមានការបាក់ទឹកចិត្តប្រភពព័ត៌មានបានឲ្យដឹងថាដោយសារតែយោធាថៃបានស្លាប់ច្រើនអ្នកពេកនៅពេលនេះមេតាហានបានរើសទាហានចាស់ៗដែលចូលនិវត្តន៍ដើម្បីចូលបម្រើទាហានវិញក្នុងហេតុកត្តាដើម្បីឈ្លានពានទឹកដីនៃប្រទេសកម្ពុជារបស់យើងតែម្ដងនៅក្នុងកលក្ខណៈនេះយើងទាំងអស់គ្នាត្រូវតែរួមគ្នាលើកទឹកចិត្តដល់កងទ័ពជួរមុខរបស់យើងដែលកំពុងតែប្រយុទ្ធយ៉ាងអង្អាចក្លាហានជាទីបំផុតហើយយើងទាំងអស់គ្នាត្រូវតែជឿជាក់លើថ្នាក់ដឹកនាំរបស់យើងជាពិសេសគឺសម្ដេចថាបតីនិងសម្ដេចតេជោដែលកំពុងតែបញ្ជាដឹកនាំផ្ទាល់កងទ័ពជួរមុខរបស់យើងដើម្បីប្រយុទ្ធជាមួយក្រុមយោធាថៃតែម្ដងនេះគឺជាព័ត៌មានថ្មីបន្ថែមបើសិនបើមានអ្វីផ្សេងទៀតអង្គភាពសារព័ត៌មានកម្ពុជាឈ្នះនឹងរាយការណ៍ជូនបងប្អូនជាបន្តបន្ទាប់នៅពេលក្រោយ